សួស្តីអ្នកទាំងអស់គ្នាយើងមកជួបគ្នាម្ដងទៀតហើយនៅក្នុងវីដេអូថ្មីសម្រាប់ខែថ្មីខែ2អ្នកទាំងអស់គ្នានិយាយទៅគឺខ្ញុំអត់បានធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាដោយសារតែខ្ញុំរវល់ខ្លាំងណាស់អ្នកទាំងអស់គ្នាជាមួយការងាររបស់ខ្ញុំអញ្ចឹងទៅពេលនេះគឺខ្ញុំឆ្លៀតធ្វើឲ្យអ្នកទាំងអស់គ្នាសម្រាប់ខែថ្មីតើអ្នកទាំងអស់គ្នាត្រូវដឹងឮរឿងអីហើយមានរឿងអីកើតឡើងខ្លះសម្រាប់ជីវិតអ្នកទាំងអស់គ្នានៅក្នុងខែ2ហ្នឹងអញ្ចឹងខ្ញុំមើលឃើញថានិយាយទៅអ្នកទាំងអស់គ្នាគឺមានភាពជាម្ដាយនៅក្នុងខ្លួនអ្នកទាំងអស់គ្នាមានសេចក្តីមេត្តាករុណាការសន្តោសប្រណីមិនថាចំពោះខ្លួនឯងឬក៏មនុស្សជុំវិញខ្លួនទេគឺអ្នកទាំងអស់គ្នាមានភាពជាម្ដាយមានការមើលថែខ្លួនឯងបានល្អហើយនិយាយទៅគឺអ្នកទាំងអស់គ្នាមានភាពជាម្ដាយការរឹងមាំជាម្ដាយនឹងឯងអ្នកទាំងអស់គ្នាមាននៅក្នុងខ្លួនហើយអ្នកទាំងអស់គ្នាមានការខំប្រឹងប្រែងសម្រាប់ជីវិតខ្លួនឯងអ្នកទាំងអស់គ្នាជឿទុកចិត្តលើខ្លួនឯងអ្នកទាំងអស់គ្នាខំប្រឹងប្រែងខ្លាំងមែនទែនសម្រាប់ជីវិតមួយហ្នឹងអ្នកទាំងអស់គ្នាពុះពៀប៉ុន្តែអ្នកទាំងអស់គ្នាប្រើកម្លាំងកាយកម្លាំងចិត្តដើម្បីធ្វើរឿងអីមួយសម្រាប់ខ្លួនឯងហើយអ្នកទាំងអស់គ្នាហាក់បីដូចជាខកខាននៅឱកាសមួយចំនួនបានថាអ្នកទាំងអស់គ្នាមើលរំលងនៅឱកាសមួយចំនួនឬក៏អ្នកទាំងអស់គ្នាមានរឿងរ៉ាវមួយចំនួនដែលអ្នកទាំងអស់គ្នាកប់ទុកនៅក្នុងចិត្តដែលវាជារឿងអតីតកាលហើយអ្នកទាំងអស់គ្នាកលេចទៅមើលវាហើយអ្នកទាំងអស់គ្នាមានអារម្មណ៍ថាសោកស្ដាយឬក៏ខកចិត្តទៅលើរឿងរ៉ាវអីមួយចំនួនចឹងទៅនៅក្នុងពេលហ្នឹងតែអារម្មណ៍អ្នកទាំងអស់គ្នាក៏មិនបានផ្ដោតវាទាំងស្រុងទៅលើរឿងអតីតកាលដែរគឺអ្នកទាំងអស់គ្នាមាន plan មានផែនការមានគម្រោងសម្រាប់ជីវិតទូទៅរបស់អ្នកទាំងអស់គ្នានៅក្នុងពេលខាងមុខដែរហ្នឹងហើយខ្ញុំឃើញថាអ្នកទាំងអស់គ្នាផ្ដោតទៅលើជីវិតនៅពេលខាងមុខឬក៏ការត្រៀមខ្លួននៅក្នុងការធ្វើអីមួយនៅពេលអនាគតចា៎ហើយខ្ញុំឃើញថាអ្នកទាំងអស់គ្នាគឺមានឱកាសផ្សេងៗដូចជាមានឱកាសតាមរយៈការខំប្រឹងប្រែងអញ្ចឹងណាហើយការខំប្រឹងប្រែងហ្នឹងវាធ្វើឲ្យមានមនុស្សផ្សេងទៀតដែលគេមើលឃើញពីតម្លៃរបស់អ្នកទាំងអស់គ្នាហើយគេចង់ចូលមកសារលបងស្វែងយល់ពីអ្នកទាំងអស់គ្នាគេចង់ផ្ដល់ឱកាសគេចង់ផ្ដល់ជាការងារឬក៏គេចង់ធ្វើជាដៃគូអ្នកយល់ចិត្តមិនថានៅក្នុងន័យការងារឬក៏ស្នេហាគឺមានមនុស្សចង់ផ្ដល់អ្វីមួយអ្នកទាំងអស់គ្នាយ៉ាងនោះគឺគេចង់ផ្ដល់ដោយភាពស្មោះត្រង់គេចង់ផ្ដល់ដោយការទំនុកចិត្តទៅកាន់អ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំមើលឃើញថាអ្នកទាំងអស់គ្នាហាក់បីដូចជាមើលរំលងបានតែអ្នកទាំងអស់គ្នាអត់យកពេលឥឡូវហ្នឹងនៅក្នុងការគិតទៅលើអីដែលគេព្យាយាមចង់នៅក្បែរអ្នកទាំងអស់គ្នាទេឬក៏ផ្ដល់ឲ្យអ្នកទាំងអស់គ្នាទេប៉ុន្តែអ្នកទាំងអស់គ្នាព្យាយាមសិញ្ចឹងគិតទៅលើអីដែលអ្នកទាំងអស់គ្នាយល់ឃើញថាវាល្អហើយអ្នកទាំងអស់គ្នាមើលឃើញអ្វីផ្សេងដែលអ្នកទាំងអស់គ្នាគិតថាវាល្អសម្រាប់ខ្លួនឯងចឹងអ្នកទាំងអស់គ្នាផ្ដោតទៅលើខ្លួនឯងផ្ដោតទៅលើអារម្មណ៍ផ្ដោតទៅលើការគិតអ្នកទាំងអស់គ្នាចង់ឲ្យអារម្មណ៍អ្នកទាំងអស់គ្នាបែកខ្ញែកឬក៏អីចឹងទៅហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាគឺមានការផ្ដោតទៅលើខ្លួនឯងខ្លាំងអ្នកទាំងអស់គ្នាព្យាយាមរៀនចំណេះជំនាញឬក៏សិក្សាស្រាវជ្រាវទៅលើអីថ្មីដែលអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាអាចធ្វើបានជាខ្លួនឯងចឹងខ្ញុំគិតថាក្នុងខែ2នេះអ្នកទាំងអស់គ្នាគឺមានការផ្ដោតសំខាន់ទៅលើខ្លួនឯងទៅលើគោលដៅហើយអ្នកទាំងអស់គ្នាគឺមានការcontrol concentrate ទៅលើអារម្មណ៍អ្នកទាំងអស់គ្នាព្យាយាមទប់អារម្មណ៍អ្នកទាំងអស់គ្នាព្យាយាមសញ្ជុំទៅលើការគិតអនាគតខ្លួនឯងបង្រួមអារម្មណ៍ខ្លួនឯងមកល្អខ្លាំងមែនតើខ្ញុំគិតអញ្ចឹងចឹងទោះបីជាអ្នកទាំងគ្នាជ្រើសរើសផ្លូវបែបណាក៏ដោយមិនថាអ្នកទាំងគ្នាចាប់យកឱកាសដែលគេផ្ដល់ឲ្យឬក៏អ្នកទាំងគ្នាផ្ដល់ទៅលើចំណេះជំនាញសមត្ថភាពខ្លួនឯងតែខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងទទួលបានភាពជោគជ័យតែភាពជោគជ័យអ្នកទាំងអស់គ្នាវាផ្ដោតទៅលើអ្នកទាំងអស់គ្នាខ្លួនឯងថាតើវាកើតឡើងឆាប់សន្សំឬក៏ឆាប់រហ័សអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូសម្រាប់ខែ2ដែលអ្នកទាំងអស់គ្នាត្រូវដឹងគឺមានតែប៉ុណ្្នឹងទេអរគុណបាយបាយ